ត្រីកញ្ច្រាញ់ច្រាស់យើងហ្នឹងការខ្ញុំរកបានណាអូអត់ដែរធ្វើទេនេះពិបាកណាបលាវាច្រើនចឹងក៏វត្តចោលទៅហើយថ្ងៃនេះគឺថាម៉ែគាត់ទិញយកមកពិសាទេអ្នកនរគ្នាហាក្រៀមស្ងួតល្អមែនតើនឹងហើយគាត់យកឲ្យមកលីងស្ងួតក៏មិនដាក់ទឹកដោយមិនដាក់ខ្លាញ់ហ្នឹងគេហៅថាលីងស្ងួតដល់ពេលដែលលីងរៀងក្រហមល្មមហើយមានដាក់ខ្លោចទេនេះហូបឡើងកើតលើហើយយកមកបុកបាទហូបយកមកបុកឲ្យម៉ត់ល្អអញ្ចឹងទៅខ្ញុំមានម៉ត់អីម៉ានទេបើចង់ម៉ត់ក៏នេះយកដាក់ម៉ាស៊ីនក្លុកហ្នឹងហើយហូបមួយបឆ្ងាញ់អ្នកគ្នាខ្ញុំហូបមួយបាយវាមួយយ៉ាងដែរតែវាអត់សូវគេហៅថារសជាតិវាអត់ដិតហ្នឹងហើយខ្ញុំមកចិត្តហូបអីគេបកាស្អីមានក្របហ្នឹងខ្ញុំមកចិត្តហូបកបាយរឹងអ្នកគ្នាសាំងទាបតែកំសត់ណាហ្នឹងហើយមានក្របហ្នឹងបាទទិញ10លើកអីចឹងល្អបាយជាត្រឹមបាន6លើកអស់ហើយហ្នឹងហើយកម្របានល្អណាស់ហើយកន្លែងខ្លះក៏ល្អសុទ្ធរហូតដែរនឹងនិយាយពីអង្គបន្តិចចុះហើយយើងធ្វើហើយយើងក៏ឆ្លៀតពងទាបាទពងទាធ្វើមុន